ប៉ាគីស្ថានបាញ់ទម្លាក់ស្រោចមីស៊ីលទៅលើឥណ្ឌាវិញហើយរកឃើញជើងខ្លាំងនៅពីក្រោយសមត្ថភាពរបស់ប៉ាគីស្ថានក្នុងការបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ឥណ្ឌាឲ្យធ្លាក់អស់5គ្រឿងរហូតធ្វើឲ្យក្រុមហ៊ុនផលិតយន្តហោះចម្បាំង Rafale ខាត់បង់ប្រាក់អស់មិនស្ទើរនោះទេលោកអ៊ីហ្សាក់ដាដែលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានបញ្ជាក់កាលពីថ្ងៃពុធថាយន្តហោះចម្បាំងដែលបានចូលរួមនៅក្នុងការឆ្លើយតបរបស់ប៉ាគីស្ថានចំពោះការវាយប្រហាររបស់ឥណ្ឌាគឺយន្តហោះចម្បាំង J-10C របស់ចិនដែលបច្ចុប្បន្នប៉ាគីស្ថានមានចន្លោះពី25ទៅ30គ្រឿងគេសួររកជើងខ្លាំងដោយសារតែមានការងើយឆ្ងល់ថាប៉ាគីស្ថានប្រើសភាវុធអ្វីទើបបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ឥណ្ឌាបានរហូតដល់5គ្រឿងនៅក្នុងនោះមាន3គ្រឿងគឺជាកំពូលយន្តហោះចម្បាំង Rafale របស់បារាំងថែមទៀតផងលោកអ៊ីហ្សាក់ដាបានបញ្ជាក់បន្ថែមថាកុំតែមានការអត់ធ្មត់ទេហើយមានការណែនាំឲ្យបាញ់តែយន្តហោះទម្លាក់គ្រាប់ទេកុំអីប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ឥណ្ឌាបានរហូតដល់10ទៅ12គ្រឿងឯណោះតាមពិតប៉ាគីស្ថានក៏មានកំពូលយន្តហោះចម្បាំង F-16 របស់អាមេរិកប្រហែលជា75គ្រឿងផងដែរប៉ុន្តែក្នុងកិច្ចព្រមព្រៀងទិញលក់គឺមានលក្ខខណ្ឌមិនឲ្យប៉ាគីស្ថានប្រើយន្តហោះចម្បាំងទាំងនេះក្នុងសង្គ្រាមប្រឆាំងប្រទេសផ្សេងៗដូចជាឥណ្ឌាជាដើមនោះឡើយពលគឺទុកប្រើប្រាស់សម្រាប់ប្រឆាំងក្រុមភេរវកម្មតែប៉ុណ្ណោះដោយឡែកងាកមកមើលភាពតានតឹងវិញឥណ្ឌាបានលើកឡើងថាប៉ាគីស្ថាននៅតែបន្តវាយប្រហារដោយប្រើដ្រូននិងបាញ់មីស៊ីលមកលើបន្ទាយយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាស្មៀកាលពីល្ងាចថ្ងៃប្រហ័សនៅក្នុងការលើកឡើងដែលប៉ាគីស្ថានបានបដិសេធឥណ្ឌាបានបញ្ជាក់បន្ថែមថាបើទោះបីជាប៉ាគីស្ថានប្រើសិទ្ធិតែដ្រូននិងមីស៊ីលប៉ុន្តែកងទ័ពឥណ្ឌាទប់ស្កាត់បានទាំងអស់មិនឲ្យមានអ្នករបួសនិងស្លាប់នោះឡើយហើយក៏មិនឲ្យមានការខូចខាតដែរឋានៈឥណ្ឌាអះអាងយ៉ាងដូចនេះយោធាប៉ាគីស្ថានបានលើកឡើងផងដែរថាខ្លួនក៏បានបាញ់ទម្លាក់ដ្រូនរបស់ឥណ្ឌាបានចំនួន29គ្រឿងផងដែរពេលដែលដ្រូនទាំងនេះហោះមកវាយប្រហារមកលើទីក្រុងការ៉ាឈីនិងទីក្រុងឡាហ័រសូមបញ្ជាក់ថាសម្រាប់ប៉ាគីស្ថានគឺមេការពារជាតិរបស់ខ្លួនបានសច្ចារួចហើយថារាល់ដំណក់ឈាមរបស់ពលរដ្ឋប៉ាគីស្ថានគឺដាច់ខាតមិនឲ្យស្រក់មុខទៅទេនោះទេអនុប្រធានាធិបតីរបស់លោកត្រាំបានដេញឲ្យអ្នកមកទស្សនា World Cup 2026នៅអាមេរិកទៅស្រុកវិញឲ្យបានឆាប់ក្រោយបញ្ចប់ការប្រកួតថ្មីនេះអនុប្រធានាធិបតីលោក JD Vance ដែលជាមនុស្សចំណិតរបស់លោក Donald Trump បានតាក់ទាញមតិរិះគន់ជាថ្មីក្រោយពីលោកបានបោះពាក្យសម្ដីឲ្យភ្ញៀវទេសចរដែលមកទស្សនាព្រឹត្តិការណ៍ FIFA World Cup 2026នៅសហរដ្ឋអាមេរិកត្រឡប់ទៅប្រទេសវិញឲ្យបានឆាប់ក្រោយមើលការប្រកួតចប់ប្រភពពីសារព័ត៌មាន Unilet បានបន្តថាលោកវ៉ាន់បានលើកឡើងយ៉ាងដូចនេះអំឡុងពេលមានប្រសាសន៍អំពីព្រឹត្តិការណ៍ FIFA World Cup 2026ដែលអាមេរិកកាណាដានិងមិចស៊ិកនឹងធ្វើជាម្ចាស់ផ្ទះមន្ត្រីស្ម័គ្រស្មោះរបស់លោកត្រាំរូបនេះបាននិយាយថាលោកមានមោទកភាពណាស់ដែលបានធ្វើជាអនុប្រធានរៀបចំព្រឹត្តិការណ៍នេះឡើងហើយសូមស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទីជុំវិញពិភពលោកឲ្យមកទស្សនាការប្រកួតដោយភាពរីករាយទោះជាយ៉ាងនេះក្តីលោកវ៉ាន់ក៏បានផ្ញើសារព្រមានទុកជាមុនមួយផងដែរថាអំឡុងសន្ទរកថានោះលោកក៏បានសង្កត់ធ្ងន់ថាភ្ញៀវមកទស្សនាត្រូវតែត្រឡប់ទៅប្រទេសកំណើតវិញជាបន្ទាន់ក្រោយពេលការប្រកួតបានបញ្ចប់ទៅប្រសាសន៍របស់លោកនេះហាក់ចង់បញ្ជាក់ឡើងអំពីគោលនយោបាយនៃច្បាប់អន្តោប្រវេសន៍យ៉ាងតឹងរ៉ឹងដោយនៅក្នុងនោះលោកក៏បានបន្ថែមថាអ្នកដែលចាក់ចេញមិនទាន់ពេលវេលានឹងត្រូវជួបជាមួយនឹងរដ្ឋលេខាធិការលោកស្រីណំជាមិនខានត្រង់ចំណុចនេះលោកស្រីណំបានបញ្ជាក់ផងដែរថានៅក្នុងព្រឹត្តិការណ៍ដ៏ធំនោះអាចនឹងមានភ្ញៀវទេសចរមកអាមេរិកជាង2លាននាក់ហើយក្រុមការងាររបស់គាត់នឹងសហការជាមួយនឹង FBI និងភ្នាក់ងារផ្សេងៗទៀតដើម្បីគ្រប់គ្រងសុវត្ថិភាពនៅក្នុងព្រឹត្តិការណ៍នេះគួរបញ្ជាក់ផងដែរថាសេចក្តីអត្ថាធិប្បាយរបស់លោកវ៉ាន់គឺស្របគ្នាទៅនឹងវិធានការនាពេលកន្លងមករបស់លោកត្រាំពាក់ព័ន្ធទៅនឹងបញ្ហាអន្តោប្រវេសន៍រួមទាំងវិធានការនិរទេសមនុស្សទ្រង់ទ្រាយធំចេញពីសហរដ្ឋអាមេរិកផងដែរសូមប្រុងប្រយ័ត្ននៅប្រទេសជិតខាងផ្ទុះជំងឺមួយទៀតហើយក្រោយទទួលទានសាច់ឆៅស្លាប់អស់ម្នាក់ដោយសារតែមេរោគអង្ត្រាក់រួចមកហើយនោះឥឡូវនេះនៅក្នុងប្រទេសថៃមានមនុស្សស្លាប់អស់2នាក់ទៀតហើយប៉ុន្តែលើកនេះស្លាប់ដោយសារតែការទទួលទានសាច់ជ្រូកឆៅវិញម្ដងនេះបើយោងតាមការចេញផ្សាយកាលពីថ្ងៃប្រហ័សដោយកាសែត The Straits Times របស់សង្ហបុរីរដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃលោកសំសាក់បានបញ្ជាក់ថាអ្នកបាត់បង់ជីវិតទាំង2នាក់នេះគឺស្ថិតនៅក្នុងចំណោមមនុស្ស14នាក់ដែលបានឆ្លងមេរោគដែលមានឈ្មោះថា Streptococcus នៅក្នុងខេត្តប្រាក្រោយទទួលទានសាច់ជ្រូកឆៅដែលគេនិយមយកមកធ្វើភ្លាឬក៏ហៅថាឡាប់ម៉ូ
មេរោគនេះគឺជាបាក់តេរីដែលបង្កឲ្យកើតជំងឺម្យ៉ាងនៅក្នុងប្រទេសថៃដែលគេហៅថាគ្រុនថ្លុងដោយសារតែវានឹងធ្វើឲ្យអ្នកជំងឺបាត់បង់ការស្ដាប់ឈានទៅរកការថ្លង់ជាអចិន្ត្រៃយ៍ហើយនៅក្នុងករណីព្យាបាលមិនទាន់ពេលវេលាគឺបាត់បង់ជីវិតតែម្ដងក្រោយផ្ទុះជំងឺមួយទៀតនេះលោកសំស័កបានជូនដំណឹងឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់និងណែនាំឲ្យបុគ្គលទាំងឡាយណាដែលកើតជំងឺគ្រុនក្តៅខ្លាំងឬក៏ឈឺសាច់ដុំជាពិសេសអ្នកដែលបានបរិភោគសាច់ជ្រូកឆៅគួរតែប្រញាប់ស្វែងរកការព្យាបាលជាបន្ទាន់ទន្ទឹមគ្នានោះដែរអាជ្ញាធរសុខាភិបាលថៃក៏បានណែនាំឲ្យពលរដ្ឋរបស់ខ្លួនចម្អិនសាច់ឲ្យបានឆ្អិនល្អជាមុនសិនចាំទទួលទានមិនថាសាច់ជ្រូកឬក៏សាច់គោនោះទេទើបទប់ស្កាត់ការរីករាលដាលបន្ថែមទៅទៀតសូមបញ្ជាក់ថាករណីផ្ទុះជំងឺគ្រុនក្តៅថ្លុងដោយសារតែទទួលទានសាច់ជ្រូកឆៅនេះបានធ្វើឲ្យប្រទេសថៃកំពុងតែផ្ទុះជំងឺប្រឡាយជីវិតចំនួន2ទន្ទឹមគ្នាតែម្ដងដោយករណីដំបូងគឺផ្ទុះជំងឺអង់ត្រាក់ដែលសម្លាប់មនុស្សម្នាក់ដែលក្រោយទទួលទានសាច់គោឆៅហើយរហូតមកដល់ឡើងពេលនេះមានអ្នកជំងឺ4នាក់ហើយត្រូវបានបញ្ជាក់ថាមានផ្ទុកជំងឺអង់ត្រាក់ដែលហៅម្យ៉ាងទៀតថាឈូមនោះយើងមិនខ្វល់អត់ពីអាមេរិកប្រទេសផ្សេងទៀតក៏មានលុយដែរនេះគឺជាសម្ដីរបស់អ្នកជំនួញដ៏ធំម្នាក់នៅក្នុងប្រទេសចិនដែលប្រាប់ BBC ហើយបានសម្ភាសន៍ដោយផ្ទាល់លោកហ៊ូដែលជាម្ចាស់ក្រុមហ៊ុន Zhangjiang Toy ដែលជាក្រុមហ៊ុនដែលស្ថិតនៅក្នុងទីផ្សារលក់ដុំធំបំផុតរបស់ពិភពលោកនោះបាននិយាយយ៉ាងដូចនេះថាយើងមិនខ្វល់អំពីការលក់ទៅឲ្យអាមេរិកទេក្រុមហ៊ុននេះគឺស្ថិតនៅក្នុងទីក្រុង Yiwu នៅក្នុងខេត្ត Sichuanតាមបណ្ដោយឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិនដែលជាមជ្ឈមណ្ឌលផលិតកម្មនិងនាំចេញដែលមានកំពង់ផែជាង30ស្មើទៅនឹង 17% នៃការលក់របស់ចិនទាំងអស់ទៅកាន់ទឹកដីអាមេរិកកាលពីឆ្នាំមុនជាហេតុធ្វើឲ្យលោកវូក្លាយជាបុគ្គលជំនួយមួយរូបដ៏ល្បីនៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកក្រុមហ៊ុនរបស់លោកស្ថិតនៅក្នុងចំណោមក្រុមហ៊ុនផលិតប្រដាប់ប្រដាក្មេងលេងដែលមានទំហំទឹកប្រាក់រហូតដល់$34,000 លានដែលចិនបាននាំចេញនៅក្នុងឆ្នាំ2024នៅក្នុងនោះប្រហែលជា$10,000 លានបាននាំទៅកាន់អាមេរិកប៉ុន្តែឥឡូវនេះការនាំចេញរបស់ចិនទាំងនេះទៅកាន់អាមេរិកគឺប្រឈមនឹងការជាប់ពន្ធរហូតដល់ 245% សង្គ្រាមពាណិជ្ជកម្មលើកដំបូងរបស់លោកប្រធានាធិបតីត្រាំប្រឆាំងចិនដែលបានចាប់ផ្ដើមនៅឆ្នាំ2018បានបង្រៀននៅមេរៀនមួយទៅដល់លោកវូឲ្យចេះត្រៀមខ្លួនទុករួចជាស្រេចរហូតលោកហ៊ានបោះសម្ដីថាបើអត់ពីអាមេរិកប្រទេសផ្សេងទៀតក៏មានលុយដែរបច្ចុប្បន្នអាមេរិកនៅតែពឹងផ្អែកខ្លាំងទៅលើផលិតផលរបស់ចិនដើម្បីបំពេញតម្រូវការនៅក្នុងស្រុករបស់ខ្លួនដូចជា computer ទូរស័ព្ទឧបករណ៍អេឡិចត្រូនិកគ្រឿងសង្ហារិមសម្លៀកបំពាក់និងប្រដាប់ប្រដាក្មេងលេងជាដើមក្រុមហ៊ុន Walmart និង Target បានប្រាប់លោកត្រាំនៅក្នុងកិច្ចប្រជុំមួយកាលពីសប្តាហ៍មុនថាអ្នកទិញទំនិញទំនងជានឹងឃើញធ្នើទៅទេនឹងតម្លៃខ្ពស់ចាប់ពីខែក្រោយទៅពួកគេក៏បានប្រមានផងដែរថាការផ្គត់ផ្គង់ដែលខ្វះទាំងនេះគឺអាចបន្តរហូតដល់ថ្ងៃបុណ្យណូអែលខណៈប្រហែលជា 90% នៃគ្រឿងតុបតែងសម្រាប់បុណ្យណូអែលទាំងអស់ដែលព្យួរជុំវិញនៅក្នុងផ្ទះនៅអាមេរិកគឺមកពីខេត្ត Yiwu នៅក្នុងប្រទេសចិននេះឯងទន្ទឹមគ្នានឹងកាសែតចិនមួយបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថាមានមន្ត្រីអាមេរិកបានតាក់ទងទៅចិនដើម្បីចរចាគ្នារឿងពន្ធគយនេះហើយឮហើយឬនៅអាមេរិកបានប្រកាសក្តែងថាកិច្ចព្រមព្រៀងរ៉ែកម្រដែលទើបតែចុះហត្ថលេខាជាមួយនឹងអ៊ុយក្រែននោះគឺនឹងធ្វើឲ្យលោកប្រធានាធិបតីដូណាល់ត្រាំមានទាំងបត់កាន់តែប្រៃនៅក្នុងការនិយាយចរចាជាមួយនឹងលោកប្រធានាធិបតីវ្លាឌីមៀពូទីនដែលមានលេសដោះសារមិនចេះចប់នោះវិមានក្រំឡាំងនៅស្ងាត់ស្ងៀមមិនទាន់ចេញវិចារអ្វីនៅឡើយនោះទេពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងរ៉ែកម្រនេះប៉ុន្តែលោក Dmitry Medvedev បានលើកឡើងថាលោកប្រធានាធិបតី Donald Trump ទម្លុះបេះដូងដែករបស់លោកប្រធានាធិបតី Zelensky បានហើយដោយបង្ខំឲ្យអ៊ុយក្រែនព្រមប្រគល់រ៉ែកម្រដើម្បីសងបំណុលប្រហែលជា$350,000 លានបើទោះបីជាលោក Dmitry Medvedev គិតថាបេះដូងដែករបស់លោក Zelensky បានធ្លុះធ្លាយទៅហើយក្តីក៏ប៉ុន្តែលោក Scott Bessent រដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលអាមេរិកបានបញ្ជាក់ប្រាប់អ្នកកាសែតយ៉ាងច្បាស់បែបនេះថាយោងតាមកិច្ចព្រមព្រៀងខាងលើវាបង្ហាញប្រាប់ថ្នាក់ដឹកនាំរបស់រុស្ស៊ីឲ្យបានដឹងច្បាស់ថាវាលែងមានការថ្នាំងថ្នាក់គ្នាទៀតហើយរវាងគោលដៅរបស់អាមេរិកនិងអ៊ុយក្រែន
ជាថ្មីម្ដងទៀតខ្ញុំគិតថាវាជួយឲ្យលោកប្រធានាធិបតីដូណាល់ត្រាំមានទឹកមាត់កាន់តែប្រៃក្នុងការចរចាជាមួយរុស្ស៊ីនេះគឺជាសម្ដីបញ្ជាក់បន្ថែមរបស់លោក Scott នៅក្នុងកិច្ចព្រមព្រៀងរ៉ាយកម្រនេះគឺមិនទាន់បញ្ចេញព័ត៌មានលម្អិតជាក់លាក់ណាមួយនៅឡើយនោះទេក៏ប៉ុន្តែមានអ្នកវិភាគខ្លះបានយល់ឃើញថាវាអាចជាល្បិចរបស់លោកត្រាំដើម្បីបានលេះដាក់ទាហានអាមេរិកមកអ៊ុយក្រែននៅក្នុងរូបភាពធ្វើពុតជាការពារកន្លែងដែលអាមេរិកជីកយករ៉ែកម្ររបស់អ៊ុយក្រែនហើយនៅពេលដែលរុស្ស៊ីហ៊ានតែប៉ះផលប្រយោជន៍អាមេរិកគឺនឹងដឹងគ្នាហើយគណៈល្បិចបែបនេះអាមេរិកធ្លាប់ប្រើប្រាស់ច្រើនដងរួចមកហើយនៅក្នុងកន្លែងផ្សេងនោះហេតុដូច្នេះមានតែរងចាំមើលទេថាតើអាមេរិកគឺពិតជាដាក់ចូលក្បួនបែបនេះមែនឬក៏យ៉ាងណាហើយបើលេងក្បួនបែបនេះចាំមើលថាតើលោកប្រធានាធិបតី Vladimir Putin ដែលមានបទពិសោធន៍ធ្វើសង្គ្រាមនិងនយោបាយពេញខ្លួននឹងឆ្លើយតបដោយរបៀបណាវិញនោះមហាអំណាចនុយក្លេអ៊ែរទាំងពីរបើអត់ធ្មត់មិនជាប់ត្រឹមនឹងទេមិនដឹងទៅជាយ៉ាងណាយ៉ាងណីនោះឡើយយន្តហោះចម្បាំងរបស់ឥណ្ឌាធ្លាក់អស់5គ្រឿងប៉ាគីស្ថានសងសឹកវិញក្តៅមិនចាំយូរនាំបាយប្អូននោះទេនេះគឺជាសម្ដីមេការពីជាតិប៉ាគីស្ថានក្រោយឥណ្ឌាបើកការវាយប្រហារតាមផ្លូវអាកាសបាញ់មីស៊ីលស្រោចមកប៉ាគីស្ថាននិងតំបន់កាស្មៀរត្រង់ផ្នែកដែលប៉ាគីស្ថានគ្រប់គ្រងរហូតផ្អើលពិភពលោកទាំងមេឃមិនទាន់បើកថ្ងៃផងនោះក្រោយបាញ់មីស៊ីលបញ្ចេញកំហឹងរួចរដ្ឋាភិបាលឥណ្ឌាបានលើកឡើងថាកងកម្លាំងរបស់ខ្លួនបានវាយប្រហារលើ9ទីតាំងរបស់ក្រុមភេរវករច្បាស់មិនឲ្យខុសសូម្បីតែមួយទីតាំងនោះឡើយនៅក្នុងតំបន់កាស្មៀរត្រង់ផ្នែកដែលគ្រប់គ្រងដោយប៉ាគីស្ថានឥណ្ឌាបានអះអាងបន្តថាការវាយប្រហាររបស់ខ្លួនគ្មានចរិតបង្កចំនួនទេព្រោះมันផ្ដោតលើទីតាំងជនស៊ីវិលឬក៏ទីតាំងប្រកបអាជីវកម្មឬក៏ទីតាំងយោធារបស់ប៉ាគីស្ថាននោះឡើយបើទោះបីជាយ៉ាងណាក៏ដោយប៉ាគីស្ថានបានអះអាងថាមានជនស៊ីវិលរហូតដល់8នាក់បានបាត់បង់ជីវិតនៅក្នុងនោះមានកុមារម្នាក់ផងដែរនៅក្នុងការវាយប្រហាររបស់ឥណ្ឌានេះដែលវាយប្រហារយ៉ាងតិច6ទីតាំងនោះបន្ទាប់ពីមានការអះអាងយ៉ាងដូចនេះលោក Mohammad Aziz រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថានបានបោះពាក្យសម្ដីទៅវិញថាការសងសឹកវិញបានចាប់ផ្ដើមរួចហើយយើងសងសឹកវិញក្តៅតន់ចិត្តមិនចាំយូរនាំជួប្អូននោះឡើយជាស្ដែងយន្តហោះចម្បាំងរបស់ឥណ្ឌារហូតដល់5គ្រឿងបានធ្លាក់និងមានដ្រូន1គ្រឿងក៏ខ្ទេចផងដែរនៅក្នុងចំណោមយន្តហោះចម្បាំងរបស់ឥណ្ឌាទាំង5គ្រឿងដែលបានធ្លាក់មាន3គ្រឿងគឺជាប្រភេទ Rafale ដែលទិញពីបារាំងប្រទេសទាំងពីរឈានដល់ការប៉ះទង្គិចគ្នាផ្អើលពិភពលោកបែបនេះក្រោយគម្រាមគ្នាចោះឡើងអស់ប៉ុន្មានថ្ងៃបន្ទាប់ពីឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថានៅពីក្រោយក្រុមភេរវករដែលសម្លាប់មនុស្សអស់រហូតដល់26នាក់នៅក្នុងតំបន់កាស្មៀរនៅក្នុងពេលថ្មីប៉ុន្តែប៉ាគីស្ថានបានបដិសេធថាមិនជាប់ពាក់ព័ន្ធទេឃើញប្រទេសទាំងពីរប៉ះទង្គិចគ្នាបែបនេះមហាអំណាចធំដូចជាចិននិងអាមេរិកជាដើមបានចេញមកខត់ឲ្យអត់ធ្មត់ភ្លាមផងដែរនៅក្នុងនោះលោកប្រធានាធិបតីដូណាល់ត្រាំបានលើកឡើងថាលោកសង្ឃឹមថាភាពតានតឹងនេះនឹងឆាប់ចប់ឆាប់នេះនិយាយជារួមពិភពលោកគឺមិនចង់ឃើញប្រទេសទាំងពីរធ្លាក់ចូលនៅក្នុងសង្គ្រាមទ្រង់ទ្រាយធំនោះឡើយដោយសារតែប្រទេសទាំងពីរសុទ្ធតែមានគ្រាប់នុយក្លេអ៊ែររៀងខ្លួននៅក្នុងនោះឥណ្ឌាមានប្រហែលជា180គ្រាប់និងប៉ាគីស្ថានបើតាមដឹងមានប្រហែលជា170គ្រាប់កំពូលសេដ្ឋី Bill Gates ធ្លាប់បានលើកឡើងរួចហើយថាសញ្ញាសិប្បនិម្មិត AI នឹងផ្ដាច់អាជីពមួយចំនួនធំរបស់គ្រូបង្រៀននិងគ្រូពេទ្យនៅ10ឆ្នាំទៀតឥឡូវនេះសាកលវិទ្យាល័យ Tsinghua នៅក្នុងប្រទេសចិនបានចាប់ផ្ដើមធ្វើឲ្យសម្ដីរបស់លោក Bill Gates បានត្រូវជាបណ្ដាហើយតាមរយៈការបើកសម្ពោធដាក់ឲ្យដំណើរការនៅមន្ទីរពេទ្យដែលដំណើរការដោយប្រព័ន្ធ AI ដំបូងបង្អស់នៅលើពិភពលោកមន្ទីរពេទ្យសញ្ញាសិប្បនិម្មិតនេះមានវិជ្ជបណ្ឌិត AI ចំនួន42នាក់ធ្វើប្រតិបត្តិការនៅទូទាំង21ផ្នែករួមមានដូចជាផ្នែកព្យាបាលជំងឺកុមារផ្នែកបេះដូងផ្នែកសរសៃប្រសាទជាដើមដោយមានសមត្ថភាពព្យាបាលអ្នកជំងឺបានរហូតដល់10000នាក់នៅក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះក្នុងចំនួនអ្នកជំងឺប៉ុណ្ណេះហើយប្រើរយៈពេលប៉ុណ្ណឹងបើឲ្យវិជ្ជបណ្ឌិតដែលជាមនុស្សពិតប្រាកដព្យាបាលវិញគឺទាល់តែប្រើរហូតដល់2ឆ្នាំឯណោះសាកលវិទ្យាល័យ Tsinghua បានអះអាងថាអ្វីដែលកាន់តែពិសេសនោះគឺវិជ្ជបណ្ឌិត AI វិភាគជំងឺនៅក្នុងកម្រិតត្រឹមត្រូវបានរហូតដល់ 93.6% ជាពិសេសសម្រាប់ជំងឺផ្លូវដង្ហើមដែលលើសអំពីការរំពឹងទុកសម្រាប់ការដាក់ពង្រាយប្រព័ន្ធ AI នៅក្នុងដំណាក់កាលដំបូងអ្វីដែលវិជ្ជបណ្ឌិត AI អាចធ្វើបានផ្សេងទៀតរួមមានពិគ្រោះយោបល់ធ្វើរោគវិនិច្ឆ័យព្យាបាលនិងតាមដានជំងឺហើយអ្វីដែលកាន់តែល្អប្រសើរគឺបណ្ដុះបណ្ដាលប្រព័ន្ធ AI វិជ្ជសាស្ត្រដោយមិនចាំបាច់យកអ្នកជំងឺពិតប្រាកដមកប្រថុយប្រថានហេតុអ្វីបានជាមន្ទីរពេទ្យ AI មានសារៈសំខាន់សម្រាប់ការអប់រំផ្នែកវិជ្ជសាស្ត្រ
ភ្នាក់ងារ AI អាចជួយបណ្ដុះបណ្ដាលវិជ្ជបណ្ឌិតនៅក្នុងតំបន់ដែលមិនមានធនធានសម្រាប់ការចូលប្រើសេវាថែទាំសុខភាពប្រព័ន្ធ AI អាចផ្ដល់នៃការថែទាំដែលមានតម្លៃសមរម្យនៅក្នុងប្រទេសកំពុងអភិវឌ្ឍសម្រាប់ប្រសិទ្ធភាពវិញមន្ទីរពេទ្យកូនកាត់ Human AI នេះអាចកាត់បន្ថយចំណាយនិងភាពនឿយហត់របស់ទ័ពអាវសជួរមុខបើទោះបីជាយ៉ាងណាក៏ដោយវានៅតែជាអាវុធមុខពីរដោយសារតែ AI អាចនឹងដណ្ដើមការងាររបស់មនុស្សដែលជាហេតុធ្វើឲ្យមនុស្សបាត់បង់ការងារយ៉ាងច្រើនទៅថ្ងៃអនាគត